នេះខ្ញុំមកចែកម៉ូតបាញ់ក្បាលមួយទៅកាន់អ្នកគ្នាម៉ូតហ្នឹងគឺធានាបាញ់ចូលក្បាលសាហាវហ្មងអ្នកគ្នាហើយនេះគឺជា YouTube ថ្មីរបស់ខ្ញុំអ្នកគ្នាសារតែ YouTube ចាស់របស់ខ្ញុំបានលុះវាចោលហើយសារតែទូរស័ព្ទខ្ញុំបាច់អេក្រង់អ្នកគ្នាដល់ពេលទូរស័ព្ទបាច់អេក្រង់ទៅខ្ញុំក៏ស្ទើរលុយអីចឹងស្ទើរលុយទៅក៏លក់ channel ហ្នឹងទៅទៅ channel ហ្នឹងវាអត់ថ្លៃទេគ្នាស្អីតែអេក្រង់ទូរស័ព្ទមួយក៏អត់បានមកព្រោះអេក្រង់ទូរស័ព្ទមួយចិត្ត100បាត់ហើយសារគ្នាយើងដឹងហើយប្រភេទពួកgaming phone ណាគឺអេក្រង់វាថ្លៃមួយបើយកអាសេរីទៅចាញ់ថ្មីសេរីខ្ពស់នោះអាហ្នឹងដល់100ជាងអាហ្នឹងគាត់តែនិយាយតម្លៃអេក្រង់ណាតែយើងតែឥឡូវយើងកុំខ្វាយខ្វល់រឿងហ្នឹងគ្នាយើងមើលវីដេអូនេះជួយ like ជួយ subscribe ទៅគឺខ្ញុំនឹងធ្វើនៅក្នុង channel ហ្នឹងរហូតមិនថាធ្វើ mod ឬក៏ធ្វើអីផ្សេងៗទេឲ្យតែគ្នាយើងមើលឲ្យជួយចុច like និងជួយ subscribe ហើយ mod នេះគឺវានិយាយថាវាល្អលើសវាល្អហ្មងគ្នាយើងមកគឺដាក់បាន Free Fire Max Free Fire ធម្មតាហើយលេងបានទាំង iOS ទៀតយើងនេះប្រើ iPhone មើលវីដេអូហ្នឹងត្រូវហ្មងសារតែមានអ្នកសំណុំពរ channel ធំខ្ញុំអា 4K ដែលខ្ញុំបានលក់ហ្នឹងគឺមានអ្នកសំណុំពរធ្វើនៅលើ iOS តាំងពីខ្ញុំនៅធ្វើរហូតដល់ខ្ញុំលក់ហ្នឹងគឺខ្ញុំអត់ទាន់បានធ្វើទេគ្នាយើងអញ្ចឹងក៏អធិស្ឋានកន្លែងហ្នឹងខ្លាំងមែនទែនតែសារតែខ្ញុំរកមកអត់បានគ្នាយើងពេលខ្ញុំរកមកបានខ្ញុំនឹងចែកទៅកាន់គ្នាយើងហើយដល់ពេលខ្ញុំរកអត់បានអាហ្នឹងគឺខ្ញុំអត់ចែកហ្នឹងហើយយ៉ាអញ្ចឹងរបៀបដាក់អីគឺខ្ញុំដាក់នៅtrongវីដេអូទាំងអស់គ្នាយើងសង្ឃឹមថាគ្នាយើងនឹងមើលវីដេអូនេះជួយ like ជួយ subscribe មកទៅជាឲ្យមាន password ណាប៉ុន្តែនៅលើ iOS ឬក៏ iPhone ហ្នឹង mode នេះមាន password ហ្នឹងប៉ុន្តែគឺអត់ទាមទារ password ទេតែបាននៅលើ Android គឺទាមទារ password ហើយយើងដឹងថាវាកើតអីអត់សារនៅលើ iPhone គឺអត់ទាមទារ password ទេសារតែយើងអត់ត្រូវការពលាទេអញ្ចឹង mode នេះខ្ញុំមិនដឹងថាវា ban ឬក៏មិន ban ទេគ្នាយើងអាចលេង account ទូចរបស់គ្នាយើងសិនទៅសម្រាប់ខ្ញុំគឺខ្ញុំលេង account ធំហ្មងគ្នាយើងខ្ញុំខ្ជិលទៅលេង account ទូចនំតែញ៉ៃញ៉ៃសារតែបើ ban ក៏ ban ទៅគ្នាយើងអត់ស្ដាយតែ account ហ្នឹងមិន account ខ្ញុំផងទៅ account ខ្ញុំក៏ខ្ញុំអត់ស្ដាយតែ account គេឲ្យហ្នឹងហើយណាមួយទៅ account ផ្ទាល់ក៏ខ្ញុំអត់ស្ដាយដែរយើងព្រោះអ្នកធ្វើវីដេអូបានយកអារម្មណ៍នឹងយើងទៅការចំណាយ account តែឥឡូវចូលរបៀបដាក់គ្នាអញ្ចឹងរបៀបដាក់យើងនិយាយទៅលេងខ្ញុំដាក់នៅក្នុង Telegram ហ្នឹងឯងសារតែ account ថ្មីដាក់កើតទេអញ្ចឹងអ្នកគ្នាឃើញ file ហ្នឹងយើងទៅការពលាមាន file Mac ឬ file ធម្មតាអញ្ចឹងរើស file ធម្មតាហើយយើងចុចពលាអូខេឥឡូវនេះគឺយើងដាក់ password នៅក្នុងវីដេអូហ្នឹងគ្នាយើងទៅយកនៅណាបានយកទៅសារតែខ្ញុំតម្លាក់ក្នុងវីដេអូហ្នឹងហើយយើងទៅការចុចទៅកាន់ file នឹងមួយអាហ្នឹងនៅលើ Android មុនណាហើយចុចខាងក្រោមតើមកដល់យើងទៅការ copy មកយើងសកត់ហើយចុច copy ក៏បានខាត់ក៏បានហើយយើងចុច data ហើយចុចផាសកន្លែងហ្នឹងមកគ្នាយើងមកតើមកយើងទៅការគ្រីហើយចុចមួយទៀតមកគឺវាពេញគឺបានហើយអញ្ចឹងរបៀបដាក់វានៅលើ Android ក៏មានតែប៉ុណ្្នឹងហើយឥឡូវយើងចូលរបៀបដាក់នៅលើ iPhone ឬក៏ iOS ហ្នឹងអូខេអញ្ចឹងគ្នាយើងចូលទៅកាន់ comment នឹងឃើញ link Telegram ខ្ញុំចេះហើយហ្នឹងហើយអញ្ចឹងគ្នាយើងទៅការចុចមកអានេះគឺ Free Fire ធម្មតាហើយអាខាងក្រោមហ្នឹងគឺ Free Fire Max ប៉ុន្តែអា Free Fire ធម្មតាហ្នឹងគឺយើងអាចដាក់ជាមួយនឹង iOS បានអាខាងក្រោមគឺដាក់អត់បានទេចុចមួយមកហើយយើងចុចសញ្ញាព្រួយបាញ់នៅលើហើយយើងចុចពាក្យថា save to file ហ្នឹងហើយអាហ្នឹងសម្រាប់លើ iPhone ចុច save នៅតង់ហើយបើ load ចឹងក៏ចុចតាមហ្នឹងទៅមកអត់ load ក៏អត់អីដែរហើយកន្លែងនេះគឺ link របស់ iPhone ហ្នឹង iOS Android ចប់ហើយអូខេតោះមកយើងចុច add shortcut មកអូខេកន្លែងនេះគឺវា load ចឹងមកចឹងគឺបានចឹងយើងចូល Telegram ហើយយើងចុច file ទីចូល shortcut ហើយយើងទៅការចុចកន្លែង file នេះមួយហើយយើងចុចអាទី2ហ្នឹងហើយយើងរើស file យើងបាន download មិញ file អូខេអញ្ចឹងនេះ file នេះខ្ញុំបាន download មិញទៅការចុច open ប៉ុណ្ណឹងគឺយើងចុច allow មកវា load ចូលទៅកាន់ Free Fire Auto បន្តិចមកអញ្ចឹងរបៀបដាក់យើងក៏វាមានតែប៉ុណ្្នឹងគឺចូល Free Fire មានន័យថាប៉ុណ្ណឹងគឺយើងដាក់បានហើយគ្នាយើងកុំភ្លេចជួយ like ជួយ subscribe ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទ